ផ្ទះកញ្ចក់នៅកណ្ដាលវាលក្រុមនិស្សិតស្រាវជ្រាវ3នាក់គឺកញ្ញាតារាលោកវិចិត្រនិងលោកសេរីបានសម្រេចចិត្តទៅស្រាវជ្រាវផ្ទះមួយខ្នងដែលគេបោះបង់ចោលនៅកណ្ដាលវាលមួយដ៏ធំទូលាយផ្ទះនោះមិនមែនជាផ្ទះធម្មតាទេតែវាជាផ្ទះដែលធ្វើពីកញ្ចក់ទាំងស្រុងអ្នកភូមិនៅក្បែរនោះតែងតែនិយាយថាផ្ទះនោះមានខ្មោចលងព្រោះមានគ្រួសារមួយបានស្លាប់បាត់បង់ជីវិតទាំងអស់គ្នានៅក្នុងនោះកាលពីយូរលង់ណាស់មកហើយពួកគេបានទៅដល់ផ្ទះកញ្ចក់នោះនៅពេលថ្ងៃលិចពន្លឺព្រះអាទិត្យពណ៌ក្រហមបានជះមកលើផ្ទៃកញ្ចក់បង្កើតជាពន្លឺចាំងចែងចម្លែកពួកគេបានចូលទៅខាងក្នុងដោយប្រុងប្រយ័ត្នផ្ទះនោះត្រជាក់ស្រែបហើយពោពេញទៅដោយធូលីដីអ្វីទាំងអស់ឆ្លោះបញ្ចាំងទៅវិញទៅមកតាមរយៈកញ្ចក់បង្កើតជារូបភាពចម្លែកពេលយប់មកដល់ភាពងងឹតបានគ្របដណ្ដប់លើផ្ទះកញ្ចក់ពួកគេបានបោះតង់នៅកណ្ដាលផ្ទះហើយបើកពើដៃរបស់ពួកគេរំពេចនោះសំឡេងខ្សឹបបានបន្លឺឡើងពីជុំវិញខ្លួនពួកគេសំឡេងនោះហាក់ដូចជាចេញពីគ្រប់ទិសទីព្រោះសំឡេងគ្រើបានឆ្លុះបញ្ចាំងដោយកញ្ចក់លោកវិចិត្របានក្រឡេកមើលទៅលើផ្ទៃកញ្ចក់ជុំវិញខ្លួនគាត់បានឃើញស្រមោលមនុស្សជាច្រើនកំពុងតែឈរនៅខាងក្រៅផ្ទះកញ្ចក់សម្លឹងចំមុខពួកគេស្រមោលទាំងនោះគ្មានមុខមាត់ច្បាស់លាស់ទេតែពួកគេហាក់ដូចជាកំពុងតែព្យាយាមចូលមកខាងក្នុងរូបភាពស្រមោលទាំងនោះបានឆ្លុះបញ្ចាំងម្ដងហើយម្ដងទៀតលើផ្ទៃកញ្ចក់បង្កើតជារូបភាពរាប់មិនអស់កញ្ញាតារាបានឮសំឡេងក្មេងយំពីខាងក្រៅនាងក៏មើលទៅកញ្ចក់ហើយបានឃើញស្រមោលក្មេងតូចកំពុងតែរត់ទៅមកនៅខាងក្រៅដូចជាកំពុងតែលេងល្បែងដេញចាប់លោកសេរីបានឮសំឡេងស្ត្រីម្នាក់ខ្សឹបឈ្មោះរបស់គាត់ពួកគេទាំង3នាក់ភ័យស្លន់ស្លោរហូតទ្រាំលែងបានពួកគេបានរត់ចេញពីផ្ទះកញ្ចក់នោះដោយមិនបានងាកក្រោយឡើយពួកគេរត់មិនឈប់សោះរហូតទៅដល់ភូមិចាប់ពីយប់នោះមកពួកគេទាំង3នាក់លែងហ៊ានទៅក្បែរផ្ទះកញ្ចក់នោះទៀតហើយផ្ទះកញ្ចក់នោះនៅតែឈរស្ងៀមស្ងាត់នៅកណ្ដាលវាលតែរាល់យប់វាคล้ายជាកន្លែងដែលវិញ្ញាណទាំងនោះនៅតែលេងល្បែងដ៏គួរឲ្យខ្លាចរបស់ពួកគេ